ជាងហឺឯងទេម្ហូបប្រៃណាស់ឯងនៅផ្ទះរាល់ថ្ងៃធ្វើម្ហូបមួយមុខក៏មិនកើតដែរជីក៏របស់យើងខំរកលុយនៅខាងក្រៅហត់នឿយណាស់ណាបងខ្លាយហេតុអ្វីមិននិយាយស្ដីបងប្រុសខ្ញុំកំពុងនិយាយជាមួយបងណាគឺឲ្យខ្ញុំគិតថាគ្រួសារយើងក៏គួរតែដើរឲ្យទាន់សម័យកាលដែរមើលចុះឥឡូវមនុស្សក្នុងក្រុងពេញនិយមប្រព័ន្ធ AS អីគេគឺការចំណាយរៀងខ្លួននឹងណារវាងប្តីប្រពន្ធឯករាជ្យហិរញ្ញវត្ថុកិននៃឲ្យច្បាស់លាស់ធ្វើបែបនេះទើបកាត់បន្ថយចំនួនហើយមនោសញ្ចេតនាកាន់តែបរិសុទ្ធមនោសញ្ចេតនាបរិសុទ្ធគាត់និយាយពីរោះណាស់ខ្ញុំប្រាក់ខែមួយខែ3000ត្រូវមើលថែការងារកូនចៅនិងការងារផ្ទះគាត់ប្រាក់ខែ30000បែរជាចង់មកនិយាយរឿងសំធរជាមួយខ្ញុំអានឹងល្អអានឹងយុទ្ធធរក្រែងលោមានអ្នកខ្លះយកលុយគ្រួសារយើងទៅជួយខាងម្ដាយខ្លួនឯងច្រើនប៉ុណ្ណាបងប្រុសអានឹងល្អតើថ្ងៃក្រោយខ្ញុំទិញគ្រឿងសម្អាងមិនបាច់មើលមុខបងខ្លាយទៀតទេសុំពីបងផ្ទាល់តែម្ដងតើបងខ្លាយឯងធ្លាប់ធ្វើមុខដាក់ឯងតាំងពីពេលណាស៊ូជីកប្រធានផ្នែកប្រាក់ខែ30000ចាងឡានប្រាក់ចូលនិវត្តន៍2000ការកំសាន្តដ៏ធំបំផុតរាល់ថ្ងៃគឺចាប់កំហុសខ្ញុំស៊ូលីនៅផ្ទះស៊ីចុកមិនអស់លុយឥឡូវនេះពួកគេចង់ធ្វើជាមួយខ្ញុំពួកគេរងចាំខ្ញុំយំរងចាំខ្ញុំឡូឡារងចាំខ្ញុំអង្គរកប៉ុន្តែលើកនេះខ្ញុំមិនចង់សម្ដែងទៀតទេបានតើឯងនិយាយថាអីខ្ញុំថាបានតើខ្ញុំយល់ព្រមតាមប្រព័ន្ធចាប់ពីពេលដែលខ្ញុំយល់ព្រមពាក្យនេះមកផ្ទះមួយនេះអាពាហ៍ពិពាហ៍ដែលដូចជារឿងល្ខោនម្នាក់ឯងនេះបានស្លាប់បាត់ទៅហើយខ្ញុំត្រៀមខ្លួននឹងកប់វាដោយផ្ទាល់ដៃម៉ាក់ខ្ញុំញ៉ាំឆ្អែតហើយឡងអាណាស់កូនសម្លាញ់ចាំបន្តិចម៉ាក់ជូនទៅសាលាម្ដាយតើអាហារពេលព្រឹកខ្ញុំនៅណាលោកស៊ូចាប់ពីថ្ងៃនេះទៅគ្រួសារនេះអនុវត្តប្រព័ន្ធជាផ្លូវការសេវាកម្មរបស់ខ្ញុំមិនមែនឥតគិតថ្លៃទេឈុតអាហារពេលព្រឹក15យួនមួយចំណែកជាងហឺឯងលេងមែនទេណាហ៎បើមិនមែនលេងមែនទេប្រញាប់ទៅបដូរស្បែកជើងទៅកូនសម្លាញ់ម៉ាក់ជូនទៅសាលាម្ដាយគួរឲ្យធុញណាស់មនុស្សគ្រួសារតែមួយសោះមកគិតលុយជាមួយខ្ញុំគឺបងជាអ្នកនិយាយការពីម្សិលមិញតើរវាងប្តីប្រពន្ធឯករាជ្យហិរញ្ញវត្ថុទើបមនោសញ្ចេតនាកាន់តែបរិសុទ្ធខ្ញុំកំពុងតែថែរក្សាមនោសញ្ចេតនាដ៏បរិសុទ្ធរបស់យើងនឹងណាបានអញពូកែណាស់ដួសបបរឲ្យខ្ញុំមួយចានមកសុំទោសថ្ងៃនេះមិនមានសល់ទេបើចង់កំងសុំកំងនឹងបងប្រាក់មុនមួយថ្ងៃម្យ៉ាងទៀតខ្ញុំអាចផ្ដល់សេវាទិញជំនួសបានកម្រៃសេវា10ឬក៏បងអាចជ្រើសរើសទៅទិញនិងធ្វើខ្លួនឯងបានថ្លៃហ្គាសនិងទឹកភ្លើងគិតផ្សេងម្ដង5យួនបាយណេណាបាយរបស់ខ្ញុំនិងកូនគឺនៅក្នុងផ្ទះបាយពួកឯងកាម៉ងអាហារខ្ចប់ញ៉ាំខ្លួនឯងទៅញ៉ាំអាហារខ្ចប់ជាងហឺឥឡូវសំបីតែបាយក៏ឯងមិនធ្វើដែរម៉ាក់ពួកយើងប្រើប្រព័ន្ធហើយកម្លាំងពលកម្មរបស់ខ្ញុំមានតម្លៃមិនមែនឥតគិតថ្លៃទេកុំមកប្រើល្បិចនេះជាមួយខ្ញុំឲ្យសោះសេវាអាហារពេលល្ងាចម្ហូប4មុខស៊ុបមួយចំណាយសេវាកម្មពេញលេញតាមតម្លៃទីផ្សារគឺ200ក្នុងមួយដងម៉ាក់និងស៊ូលីជាគ្រួសាររបស់លោកស៊ូមិនមែនជារបស់ខ្ញុំទេបើត្រូវការសេវាកម្មរបស់ខ្ញុំសូមឲ្យលោកស៊ូបង់ប្រាក់មកឯងនេះឯងចង់ប្លន់លុយមែនទេម៉ាក់នេះគ្រាន់តែជាតម្លៃទីផ្សារតើម៉ាក់ក៏អាចជ្រើសរើសធ្វើខ្លួនឯងបានដែរខ្ញុំមិនយកថ្លៃប្រើប្រាស់ផ្ទះបាយទេប៉ុន្តែថ្លៃទឹកភ្លើងពួកយើងទាំង3នាក់ត្រូវចែកគ្នាល្មមហើយបងប្រុសបងឲ្យនាងទៅយ៉ាងណាក៏ប្រាក់ខែបងខ្ពស់ដែរភាពយុត្តិធម៌ដែលពួកគេគិតថាមាននោះកំពុងតែคล้ายជាកំបិតមួយហើយខ្ញុំគ្រាន់តែជាអ្នកហុចកំបិតនោះនៅក្នុងផ្ទះនេះត្រូវបានបែងចែកជាពីរពិភពលោកដោយខ្សែបន្ទាត់មើលមិនឃើញម្ខាងគឺជីវិតដ៏ស្អាតស្អំរបស់ខ្ញុំនិងយ៉ាងហើយម្ខាងទៀតគឺការពិតដ៏លំបាករបស់ពួកគេតើត្រូវរស់នៅបែបណាទៅជាងហឺជួយបោកខោអាវឲ្យខ្ញុំបន្តិចសេវាកម្មបោកគក់ម្ដង5យួន WeChat ឬ Alipay តើអ្នកអាចឈប់ធ្វើបែបនេះបានទេតើវាគួរឲ្យចាប់អារម្មណ៍ទេគួរឲ្យចាប់អារម្មណ៍ដែរឥឡូវនេះខ្ញុំមានអារម្មណ៍ថាជីវិតពោពេញដោយភាពសប្បាយរីករាយរាល់ការលះបង់គឺមានការតបស្នងវាពិតជាយុត្តិធម៌ណាស់សៀវហឺខ្ញុំដឹងកំហុសហើយយើងកុំចែកគ្នាចេញម្នាក់ពាក់កណ្ដាលទៀតអីបានទេត្រឡប់ទៅដូចពីមុនវិញទៅមិនបានទេតើអ្នកចាំបាច់ត្រូវតែដាច់អង្ការបែបនេះទេទោះបីជាមិនទាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរក៏ដោយប៉ុន្តែការព្រមព្រៀងដោយផ្ទាល់មាត់ក៏មានសុពលភាពតាមច្បាប់ដែរមនុស្សដូចខ្ញុំតែងតែគោរពស្មារតីនៃកិច្ចសន្យានេះសៀវហឺគុំស្ដាយក្រោយឲ្យសោះស្ដាយក្រោយ
អ្វីដែលខ្ញុំស្ដាយក្រោយបំផុតគឺមិនបានធ្វើបែបនេះឲ្យបានលឿនជាងនេះម៉ាក់ម្ហូបដែលម៉ាក់ធ្វើគឺឆ្ងាញ់ជាងគេបំផុតនៅលើលោកបើចូលចិត្តញ៉ាំឲ្យបានច្រើនទៅណាបងថ្លៃបងហួសហេតុពេកហើយដឹងធ្វើម្ហូបហើយញ៉ាំតែ2នាក់បងឯងហ្នឹងបាយរបស់អ្នកគឺនៅកន្លែងបងប្រុសអ្នកទៅសួរគាត់ទៅបងប្រុសតែញ៉ាំភីសារបស់ឯងទៅខ្ញុំមិនញ៉ាំទេវាត្រជាក់អស់ហើយរឹងដូចថ្មអញ្ចឹងខ្ញុំចង់ញ៉ាំបាយខ្ញុំចង់ញ៉ាំម្ហូបដែលបងថ្លៃធ្វើបងកំពុងធ្វើស្អីហ្នឹងបងសុកចិត្តចាក់វាចោលក៏មិនឲ្យខ្ញុំញ៉ាំដែរត្រូវហើយនេះជារបស់ខ្ញុំចង់ចាក់ចោលក៏មិនឲ្យឯងញ៉ាំដែរមិនពេញចិត្តមែនទេបើមិនពេញចិត្តទៅធ្វើខ្លួនឯងទៅប៉ះបល់ហើយពិតជាបះបល់មែននោះជាលើកទី1ហើយដែលពួកគេបានដឹងថាបងថ្លៃស្រីដែលធ្លាប់តែលះបង់ម្នាក់នោះកូនប្រសារស្រីដែលធ្លាប់តែស្ដាប់បង្គាប់ម្នាក់នោះហាក់ដូចជាបានបាត់ខ្លួនពិតប្រាកដមែនជាងហឺឯងមកនេះភ្លាមមើលចុះថាឯងធ្វើឲ្យផ្ទះនេះទៅជាយ៉ាងណាហើយកូនប្រុសរបស់ខ្ញុំរៀបការជាមួយឯងមកតើគឺដើម្បីឲ្យឯងធ្វើជាដូនតាសក្ការៈមែនទេបាយក៏មិនធ្វើផ្ទះក៏មិនបោះឯងនៅតែគិតថាខ្លួនឯងជាកូនស្រីអ្នកធំទៀតមែនទេទី1មូលហេតុដែលផ្ទះនេះរញ៉េញ៉ៃគឺដោយសារតែអ្នកបង្កើតសម្រាមមិនបានប្រមូលសម្រាមអ្នកណាធ្វើឲ្យខ្វក់អ្នកនោះត្រូវទទួលខុសត្រូវវាជារឿងធម្មជាតិបំផុតទី2ខ្ញុំមិនមែនជាដូនតាសក្ការៈទេខ្ញុំជាមនុស្សហើយជាមនុស្សធ្វើការងារត្រូវតែទទួលបានកម្រៃអ្នករាល់គ្នាប្រាប់ខ្ញុំដូចជាអ្នកបម្រើអស់រយៈពេល5ឆ្នាំហើយខ្ញុំមិនដែលទារប្រាក់ខែពីអ្នករាល់គ្នាឡើយវាជាការសប្បុរសបំផុតទៅហើយឥឡូវនេះគ្រាន់តែខ្ញុំមិនចង់ធ្វើការដោយឥតគិតថ្លៃទៀតប៉ុណ្ណោះឯងនៅហ៊ានមកទៀតមែនទេលុយគ្រប់សេនដែលឯងចាយគឺជារបស់កូនប្រុសខ្ញុំតើឯងមានសិទ្ធិអីមកចែកគ្នាចេញម្នាក់ពាក់កណ្ដាលជាមួយគាត់ម៉ាក់ហត់នឿយម៉ាក់ជួយមើលរបស់នេះបន្តិចទៅនេះគឺជាបញ្ជីចំណាយលម្អិតក្នុងគ្រួសារថ្លៃទឹកថ្លៃភ្លើងថ្លៃហ្គាសថ្លៃសេវាគ្រប់គ្រងបុរីថ្លៃទិញម្ហូបថ្លៃសាឡាមតែរបស់យ៉ាងនិងលុយចុងដៃផ្សេងរាល់ការចំណាយទាំងអស់គឺមានភាពច្បាស់លាស់ណាស់ឯងយករបស់ទាំងនេះមកបំភ័យអ្នកណា1ម៉ោង40នាទីការងារផ្ទះទាំងអស់8ម៉ោងក្នុងមួយថ្ងៃ25មួយថ្ងៃក្នុងមួយខែប្រាក់ខែ5300អ្នកមើលថែទាំក្មេងស្នាក់នៅ24ម៉ោងប្រាក់ខែចាប់ពី12000ឡើងទៅរយៈពេល5ឆ្នាំមកនេះខ្ញុំបំពេញការងារជាច្រើនមុខក្នុងពេលតែមួយនេះមិនទាន់គិតបញ្ចូលទាំងសហួយខូចខាតផ្លូវចិត្តដែលខ្ញុំធ្វើជាគោជាក្របីបម្រើគ្រួសារអ្នកទាំងចាស់ទាំងក្មេងផងទោះបីជាគិតតាមកម្រិតទាបបំផុតក៏ដោយក៏ស៊ូជីហឹងនៅជំពាក់ថ្លៃពលកម្មខ្ញុំ5សែនយ៉ាងដែរម៉ែតើម៉ែគិតថាអ្នកណាជាអ្នកចាយលុយអ្នកណាឯងនិយាយផ្ដេសផ្ដាស់ហើយនេះឯងកំពុងគំរាមកំហែងជំរិតទាបប្រាក់តើជាការជំរិតទាបប្រាក់ឬអត់យើងអាចទៅសួរចៅក្រមនៅតុលាការបានរបស់ទាំងនេះទៅថ្ងៃមុខនឹងក្លាយជាភស្តុតាងនៅក្នុងតុលាការឯងនៅចង់លេងលះទៀតផងអញប្រាប់ឯងទៅចុះជាងហឺគ្មានផ្លូវទេបើឯងចង់យកលុយសំបីតែ1សេនចេញពីផ្ទះយើងអញនឹងបដូរជីវិតជាមួយឯងខ្ញុំមិនបានគិតចង់យកលុយសំបីតែ1សេនពីផ្ទះអ្នកឡើយខ្ញុំគ្រាន់តែចង់បានរបស់ដែលខ្ញុំគួរតែទទួលបានមកវិញប៉ុណ្ណោះនិយាយហេតុផលជាមួយគាត់គឺគ្មានប្រយោជន៍ទេវិធីតែមួយគត់ដើម្បីទប់ទល់នឹងមនុស្សបែបនេះគឺការប្រើប្រាស់លុយដែលគាត់ខ្វល់ខ្វាយបំផុតមកផ្ទះកំភ្លៀងគាត់ឲ្យខ្លាំងយ៉ាងនឹកមីងទេកូនមីងទិញប្រដាប់ក្មេងលេងថ្មីឲ្យកូនណាយ៉ាងយកទៅកូននេះមីងទិញឲ្យកូនគ្រួសារយើងចែកគ្នាចេញស្មើគ្នាមិនទទួលយករបស់ដែលគ្មានហេតុផលទេតើប្រដាប់ក្មេងលេងនេះថ្លៃប៉ុន្មានខ្ញុំនឹងវេលលុយឲ្យបងថ្លៃបងកំពុងធ្វើអីហ្នឹងខ្ញុំទិញប្រដាប់ក្មេងលេងឲ្យក្មួយបង្កើតរបស់ខ្ញុំសោះក៏ត្រូវគិតលុយដែរបងប្អូនបង្កើតនៅត្រូវគិតគូរឲ្យច្បាស់លាស់ហឹងអីពួកយើងត្រឹមតែជាបងថ្លៃនិងប្អូនថ្លៃស្រីមិនអីទេមិនបាច់គិតលុយទេខ្ញុំជូនយ៉ាងទៅចុះបានទេបងថ្លៃខ្ញុំដឹងថាបងមានការអាក់អន់ចិត្តក្នុងចិត្តបងប្រុសរបស់ខ្ញុំនឹងម៉ែនិយាយស្ដីរៀងចំបន្តិចមែនប៉ុន្តែពួកគេគ្មានចិត្តអាក្រក់ទេបងធ្វើព្យុះធ្វើភ្លៀងបែបនេះតើមានន័យអីទៅបងមើលយ៉ាងមើលបងដាច់ចិត្តឲ្យគេរស់នៅក្នុងបរិយាកាសបែបនេះមែនទេនៅក្នុងផ្ទះដូចជាគំនរសម្រាមអីចឹងឪពុកម្ដាយឆ្លោះគ្នារាល់ថ្ងៃវានឹងបន្សល់ទុកផលប៉ះពាល់ផ្លូវចិត្តធំធេងប៉ុណ្ណាសម្រាប់ក្មេងទី1ផ្ទះដូចគំនរសម្រាមគឺដោយសារតែអ្នកបង្កើតសម្រាមមិនទទួលខុសត្រូវកន្លែងលេងរបស់យ៉ាងខ្ញុំបាញ់ថ្នាំសម្លាប់មេរោគរាល់ថ្ងៃស្អាតជាងមុនទៅទៀតទី2ខ្ញុំមិនបានឆ្លោះជាមួយឪពុកគេទេខ្ញុំគ្រាន់តែអនុវត្តតាមប្រព័ន្ធហិរញ្ញវត្ថុគ្រួសារដែលពួកយើងបានព្រមព្រៀងគ្នាជាឯកច្ឆន្ទប៉ុណ្ណោះនេះហៅថាស្មារតីកិច្ចសន្យាខ្ញុំកំពុងបង្រៀនកូនប្រុសរបស់ខ្ញុំឲ្យស្គាល់ពីអ្វីដែលហៅថាសម្ធម៌អ្វីដែលហៅថាការគោរពនិងអ្វីដែលហៅថាតម្លៃនៃពលកម្មនេះមានប្រយោជន៍សម្រាប់ការលូតលាស់របស់គេជាងការរស់នៅក្នុងគ្រួសារដែលមានភាពចុះសម្រុងគ្នាបែបខ្លាំងៗដែលតាមពិតទៅមានមនុស្សម្នាក់កំពុងត្រូវបានគេជិះជាន់ដោយគ្មានតម្លៃតបស្នងចំពោះផលប៉ះពាល់ផ្លូវចិត្តបងមិនបាច់បារម្ភតតែសោះនៅពេលដែលខ្ញុំទទួលបានលុយថ្លៃពលកម្ម5សែនយ៉ាងដែលខ្ញុំគួរតែទទួលបានហើយលែងលះជាមួយគាត់រួចរាល់ខ្ញុំនឹងរកគ្រូពេទ្យចិត្តសាស្ត្រដែលល្អបំផុតឲ្យយ៉ាងអូមែនហើយដល់ពេលនោះខ្ញុំក៏នឹងជួលអ្នកបម្រើម្នាក់គ្រូបង្រៀនម្នាក់និងអ្នកបើកបរម្នាក់ឲ្យគេផងដែរគេនឹងរស់នៅបានល្អជាងពេលបច្ចុប្បន្ន100ដងអ្វីដែលបងត្រូវបារម្ភពិតប្រាកដនោះគឺខ្លួនឯងទៅវិញទេបើគ្មានប្រាក់ខែបងប្រុសរបស់បងនិងគ្មានការបម្រើដោយឥតគិតថ្លៃរបស់ខ្ញុំទៀតតើបងនឹងម៉ែបំរុងរស់នៅដោយពឹងផ្អែកលើអ្វីទៅស៊ីខ្យល់ជំនោរជើងឬឯងហ៊ានផង
ចាំមើលថាខ្ញុំហ៊ានឬអត់យ៉ាងយកប្រដាប់ក្មេងលេងសងមេងវិញទៅកូនស្អែកម៉ាក់នាំកូនទៅទិញអាដែលធំជាងនិងស្អាតជាងនេះដោយប្រើលុយដែលម៉ាក់រកបានដោយខ្លួនឯងរយៈពេល5ឆ្នាំកន្លងមកនេះពួកគេបានយកកូនមកបង្ខំខ្ញុំប៉ុន្តែពេលនេះខ្ញុំគ្មានទឹកភ្នែកទៀតឡើយខ្ញុំមានតែសន្លឹកពីចុងក្រោយមានរឿងអីហ្នឹងជីហឺហេតុអីបានជាអញធ្វើម្ហូបដោយខ្លួនឯងចុះជាងហឺនៅឯណាខ្ញុំនៅទីនេះតើជាងហឺឯងទៅណាបាត់ហើយហេតុអីមិនមកជួយម៉ាក់គ្រួសារយើងឥឡូវអនុវត្តប្រព័ន្ធហើយថ្ងៃនេះជាការជួបជុំគ្រួសារដែលជាកម្មវិធីសាធារណៈយោងតាមកិច្ចព្រមព្រៀងការចំណាយត្រូវចែកគ្នាហើយកម្លាំងពលកម្មក៏គួរតែចែកគ្នាដែរផ្នែករបស់ខ្ញុំគឺមើលថែយ៉ាងខ្ញុំបានបញ្ចប់រួចរាល់ហើយចំណែកផ្នែកផ្ទះបាយគួរតែបញ្ចប់ដោយលោកស៊ូម៉ាក់និងស៊ីវលីរួមគ្នាជាងហឺឯងកុំធ្វើឲ្យខ្មាស់គេនៅទីនេះអ្នកដែលធ្វើឲ្យខ្មាស់គេមិនមែនខ្ញុំទេបុរសម្នាក់ដែលទុកឲ្យប្រពន្ធធ្វើការដោយមិនគិតថ្លៃអស់រយៈពេល5ឆ្នាំហើយឥឡូវនេះសូម្បីតែធ្វើម្ហូបមួយពេលក៏មិនកើតនោះហើយដែលហៅថាខ្មាស់គេគ្រួសារដែលប្រើកូនប្រសារដូចជាមេដោះហើយនៅពេលសំខាន់នៅតែពឹងលើកូនប្រសារដើម្បីជួយរក្សាមុខមាត់នោះហើយដែលហៅថាខ្មាស់គេបើលោកហ៊ានប៉ះពាល់ខ្ញុំសាកមើលទៅអំពើហិង្សាក្នុងគ្រួសារគឺជាហេតុផលស្របច្បាប់សម្រាប់ការលែងលះហើយខ្ញុំអាចទាមទារឲ្យភាគីដែលមានកំហុសចាកចេញដោយគ្មានអ្វីសោះមិនអីទេថ្ងៃនេះពួកយើងទៅក្រៅញ៉ាំអីខ្ញុំប៉ាវគាត់គិតថាការបដូរកន្លែងអាចជួយរក្សាមុខមាត់ពិតជាមិនដូចជាប្រពន្ធទេឥឡូវនេះមិនធ្វើម្ហូបមិនខ្វល់ពីគ្រួសារហើយគិតតែរឿងលុយកាក់ជាមួយខ្ញុំរាល់ថ្ងៃខ្ញុំជាបុរសម្នាក់រកលុយនៅខាងក្រៅពេលមកដល់ផ្ទះវិញនៅតែត្រូវមើលទឹកមុខនាងទៀតលោកម្ចាស់សរុបទាំងអស់3588ចប់ហើយខ្ញុំភ្លេចយកកាបូបលុយមកជាងហឺអូនបងមុនទៅចាំបងផ្ទេឲ្យអូនវិញតាមក្រោយអ្នករត់ទោសសម្រាប់វិកលប័ត្ររបស់ពួកយើង2នាក់សូមគិតផ្សេងគ្នាសូមទោសអ្នកទាំងអស់គ្នាគ្រួសារយើងធ្វើឲ្យខ្ញុំបងតែចំណែករបស់ខ្ញុំនិងកូនប្រុសខ្ញុំប៉ុណ្ណោះចំពោះលុយជាង3000ដែលនៅសល់លោកស៊ូត្រូវរកវិធីដោះស្រាយដោយខ្លួនឯងហើយជាងហឺយ៉ាងតោះទៅបងប្រុសស៊ូទឹកមុខបងមិនសូវល្អសោះតើបងមានចំនួនជាមួយបងស្រីខ្លាយម្ដងទៀតមែនទេកុំនិយាយពីនាងអីម្នាក់នៅផ្ទះឥឡូវនេះគិតតែពីរឿងលុយតែមួយមុខគត់កុំពិបាកចិត្តអីប្រហែលជាបងស្រីខ្លាយគ្រាន់តែគិតមិនចេញមួយពេលប៉ុណ្ណោះបងជាបុរសដ៏ឆ្នើមម្នាក់តើនាងដាច់ចិត្តបែកពីបងយ៉ាងម៉េចទៅនាងគិតថានាងលាក់បាំងបានល្អណាស់ប្រសិនបើបុរសម្នាក់មានរឿងលាក់បាំងក្នុងចិត្តជីវិតរបស់គាត់នឹងបង្ហាញចំណុចខ្វះខាតគ្រប់ទីកន្លែងតើធ្វើបែបនេះសំទេបើបងស្រីខ្លាយដឹងនាងអាចនឹងយល់ច្រឡំនាងមិនដឹងទេទោះបីជានាងដឹងក៏ដោយក៏ខ្ញុំមិនខ្វល់នឹងនាងដែរបងប្រុសស៊ូថ្ងៃនេះបងមើលទៅហត់នឿយខ្លាំងណាស់ថែរក្សាសុខភាពផងណានៅតែអូនបារម្ភពីបងមិនដូចម្នាក់នៅផ្ទះទេគិតតែពីរឿងលុយស្រីដូចជាផ្កាឈូករបស់ដែលពួកគេមើលមិនដែលជារូបរាងកាយរបស់លោកទេគឺលុយនៅក្នុងកាបូបរបស់លោកទៅវិញទេនេះជាទំនុកចិត្តរបស់ខ្ញុំដែលបានសន្សំម្ដងបន្តិចដោយប្រើប្រាស់ប្រាក់ខែពីការសរសេរប្លុកនិងលុយផ្ទាល់ខ្លួនរបស់ខ្ញុំពួកគេគិតថាខ្ញុំមិនអាចរស់បានដោយគ្មានស៊ូជីហឺនោះទេប៉ុន្តែពួកគេមិនដឹងថាខ្ញុំមានដើមទុនដើម្បីចាក់ចេញរួចទៅហើយអូនមិនទាន់គេងទៀតទេរៀបចំគេងហើយកុំធ្វើមុខស្រងូតស្រងាត់រហូតពេកផ្ទះមួយនៅតែត្រូវពឹងលើបុរសដើម្បីទ្រទ្រង់វាមែនឬពិតណាស់កុំភ្លេចណាថាអ្នកណាជាអ្នករកលុយមកចិញ្ចឹមផ្ទះនេះអញ្ចឹងមែនទេបើអញ្ចឹងខ្ញុំសង្ឃឹមថាលោកអាចទ្រទ្រង់ផ្ទះនេះរហូតដល់ទីបញ្ចប់ទៅខែក្រោយជាថ្ងៃខួបកំណើតឪពុកពួកយើងគ្រួសារយើងទាំងពីរម្នាក់ចេញ20000ឪពុកម្ដាយខ្ញុំលាចាកលោកហើយខ្ញុំជាក្មេងកំព្រារឿងនេះអ្នកបានដឹងតាំងពីមុនរៀបការមកម្លេះចុះឯងក៏ត្រូវចេញចំណែកមួយដែរឯងជាកូនប្រសារស្រីបានតើក្នុងនាមជាប្រពន្ធស្របច្បាប់របស់អ្នកការចិញ្ចឹមបីបាច់ឪពុកម្ដាយរបស់អ្នកគឺជាការប្រកេតរបស់ខ្ញុំ20000នេះខ្ញុំអាចចេញពាក់កណ្ដាលប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយលក្ខខណ្ឌអ្វីកញ្ញាប្រាក់ដែលអ្នកបានឲ្យឪពុកម្ដាយរបស់អ្នករៀងរាល់ខែក្នុងរយៈពេល5ឆ្នាំនេះនិងប្រាក់ដែលអ្នកបានឲ្យប្អូនស្រីរបស់អ្នកឲ្យបានច្បាស់លាស់យោងតាមគោលការណ៍ចែកគ្នាស្មើគ្នាទាំងនេះជាការចំណាយផ្ទាល់ខ្លួនរបស់អ្នកប៉ុន្តែអ្នកតែងតែប្រើប្រាស់ទ្រព្យសម្បត្តិរួមរបស់យើងម្នាក់ពាក់កណ្ដាលអ្នកត្រូវសងចំណែកដែលជំពាក់ខ្ញុំមកវិញជាមុនសិនរៀងរាល់ខែឲ្យលុយសម្រាប់ចំណាយប្រចាំថ្ងៃដល់ឪពុកម្ដាយរបស់អ្នក20000ក្នុងរយៈពេល5ឆ្នាំស្មើនឹង120,000អ្នកជំពាក់ខ្ញុំ500,000
រៀងរាល់ឆ្នាំថ្មីឲ្យលុយប៉ាវចៅពួកគេ10000ក្នុងរយៈពេល5ឆ្នាំស្មើនឹង50000អ្នកជំពាក់ខ្ញុំ25000ប្អូនស្រីរបស់អ្នកស៊ូលីរយៈពេល5ឆ្នាំនេះគ្មានការងារធ្វើទេការហូបចុកនិងការប្រើប្រាស់ទាំងអស់គឺអ្នកជាអ្នកផ្ដល់ឲ្យការប៉ាន់ស្មានទៀតបំផុតគឺ1ខែ3000រយៈពេល5ឆ្នាំស្មើនឹង180,000អ្នកជំពាក់ខ្ញុំ94000សរុបទាំងអស់គឺ175,000អ្នកប្រគល់លុយនេះឲ្យខ្ញុំសិនខ្ញុំនឹងឲ្យលុយ10000នោះទៅអ្នកភ្លាមនាងរៀបគម្រោងគិតគូរពីរឿងនេះជាមួយខ្ញុំតាំងពីយូរហើយខ្ញុំគ្រាន់តែកត់ត្រាជីវិតប្រចាំថ្ងៃប៉ុណ្ណោះគឺអ្នកខ្លួនឯងជាអ្នកនិយាយថាបញ្ជីកណេឲ្យច្បាស់លាស់ទើបសេចក្តីស្រឡាញ់អាចស្មោះត្រង់ខ្ញុំគ្មានលុយទេគ្មានលុយហើយនៅមានមុខមកឲ្យខ្ញុំជួយចេញលុយខួបកំណើតឪពុកអ្នកទៀតគ្មានលុយតែបែរជាមានលុយប៉ាវកញ្ញាប៉ៃលូផឹកតែពេលរសៀលហើយមានលុយទិញទឹកទឹកស្កេជូននាងទៀតនាងដឹងដោយរបៀបណាតើប៉ៃលូជានរណាគ្រាន់តែជាមិត្តរួមការងារប៉ុណ្ណោះតែពេលរសៀលបង្អែមផលិតផលថែរក្សាស្បែកលោកស៊ូការទទួលភ្ញៀវរបស់អ្នកពិតជារ៉ូមែនទិកណាស់នាងស៊ើបអង្កេតខ្ញុំគ្រាន់តែការពារសិទ្ធិស្របច្បាប់របស់ខ្លួនឯងប៉ុណ្ណោះខ្ញុំនិងនាងគ្មានរឿងអ្វីទាំងអស់នាងកុំទីផ្ដេសផ្ដាសខ្ញុំមិនទាន់បាននិយាយថាអ្នកទាំងពីរមានរឿងអ្វីផងតើអ្នកប្រញាប់ប្រញាល់ធ្វើអ្វីអ្នកគ្មានលុយមែនទេមិនអីទេនៅទីនេះខ្ញុំមានរបស់មួយល្មមតើអ្នកមើលច្បាស់ហើយឬនៅរឿងនេះមិនអាចទៅរួចទេជាការពិតណាស់អ្នកគិតថាវាមិនអាចទៅរួចនៅក្នុងភ្នែករបស់អ្នកខ្ញុំគ្រាន់តែជាស្ត្រីមេផ្ទះម្នាក់ដែលមិនអាចរស់បានបើគ្មានអ្នកប៉ុន្តែគួរឲ្យស្ដាយអ្នកទីខុសហើយតើនាងបានលុយច្រើនបែបនេះមកពីណាលុយរបស់ខ្ញុំគ្មានពាក់ព័ន្ធអ្វីជាមួយអ្នកទេសៀវហឺពួកយើងលែងលះគ្នាទៅឯងចាក់ចេញពីផ្ទះដោយខ្លួនទេទៅលេងណាចាក់ចេញខ្លួនទេស៊ូឈៀនឯងអាំងអីដោយសារឯងក្បត់ចិត្តពេលរៀបការដោយសារឯងលួចផ្ទេរទ្រព្យសម្បត្តិរួមនឹងដោយសារ5ឆ្នាំនេះឯងធ្វើបាបផ្លូវចិត្តនិងផ្លូវកាយខ្ញុំទាំងពីរយ៉ាងភូតាំងទាំងនេះគ្រប់គ្រាន់អាចឲ្យចៅក្រមយកស្របតាមការទាមទាររបស់ខ្ញុំហើយខ្ញុំគ្មានទេខ្ញុំនឹងបៃលូគ្រាន់តែជាមិត្តរួមការងារប៉ុណ្ណោះមែនឬបងឈៀនតើកាលណាទៅបងលែងលះជាមួយមេខ្លានោះអូនកំពុងចាំបងណាចិត្តហើយអូនសម្លាញ់ចាំបងផ្ទេរទ្រព្យសម្បត្តិក្រោមឈ្មោះនាងបានទាំងអស់បងនឹងទាត់នាងចោលភ្លាមស្រីបែបនោះមិនសមនឹងមានសេចក្តីសុខទេគួរឲ្យអស់សំណើចណាស់ស៊ូឈៀនឯងនិយាយបែបនេះមែនទេពិតមាត់តើឯងនៅមានអ្វីត្រូវបកស្រាយទៀតទេវិនាទីបន្ទាប់គេក៏បានលុតជង្គង់ចុះសៀវហឺខ្ញុំខុសហើយខ្ញុំពិតជាខុសហើយខ្ញុំវង្វេងមួយពេលគឺមានស្រីម្នាក់នោះលបួងខ្ញុំទេអ្នកដែលខ្ញុំស្រឡាញ់គឺអូនរហូតមកសៀវហឺបងខុសហើយអ្នកដែលបងស្រឡាញ់គឺអូនរហូតមកសៀវហឺអូនអត់ទោសឲ្យបងលើកនេះទៅលើកចុងក្រោយហើយពួកយើងលែងចែកលុយគ្នាចាយទៀតហើយលុយទាំងអស់ឲ្យអូនគ្រប់គ្រងពួកយើងកុំលែងលះគ្នាអីណាដើម្បីយ៉ាងដើម្បីគ្រួសាររបស់យើងស៊ូឈៀនឈប់ប្រើល្បិចរបស់ឯងទៅឯងមិនសមនឹងនិយាយឈ្មោះយ៉ាងទេពេលដែលឯងនិយាយពីមនោសញ្ចិតណែជាមួយខ្ញុំគឺឯងកំពុងគិតគូរចង់បានលុយរបស់ខ្ញុំឥឡូវខ្ញុំនិយាយរឿងលុយជាមួយឯងបែរជាចង់មកនិយាយរឿងមនោសញ្ចិតណាទៅវិញហួសពេលហើយបងពិតជាខុសហើយបងបានផ្ដាច់ទំនាក់ទំនងជាមួយស្រីម្នាក់នោះហើយផ្ដាច់ឥឡូវនេះតែម្ដងផ្ដាច់ឬមិនផ្ដាច់មិនពាក់ព័ន្ធនឹងខ្ញុំទេខ្ញុំឲ្យផ្លូវឯងពីខ្សែទី1ព្រមព្រៀងលែងលះឯងចាក់ចេញខ្លួនទេកូនប្រុសជារបស់ខ្ញុំមិនត្រូវការលុយចិញ្ចឹមកូនពីឯងទេពួកយើងចែកផ្លូវគ្នាដោយសន្តិវិធីទី2ជួបគ្នានៅតុលាការដល់ពេលនោះផុសតាងដែលឯងក្បត់ចិត្តពេលរៀបការអត់សម្លេងដែលឯងរៀបផែនការធ្វើបាបខ្ញុំនឹងត្រូវលាបត្រដាងជាសាធារណៈឯតំណែងជាប្រធានផ្នែករបស់ឯងអាចនៅរក្សាបានឬអត់គឺអាស្រ័យលើវប្បធម៌ក្រុមហ៊ុនរបស់ឯងហើយកុំអីសៀវហឺកុំធ្វើបាបបងបែបនេះអីចុះហត់លេខាទៅស្អែកម៉ោង9ព្រឹកជួបគ្នានៅមុខការិយាល័យចុះសម្បត្តិអាពាហ៍ពិពាហ៍ឯងយឺតតែ1នាទីពួកយើងនឹងជួបគ្នានៅតុលាការសុបិនអាក្រក់ដែលមានរយៈពេល5ឆ្នាំនេះទីបំផុតចិត្តត្រូវបញ្ចប់ហើយពលចិត្តខ្មៅចង់បង្ខំឲ្យពួកយើងស្លាប់មែនទេយីហោស្រីពីពលចិត្តខ្មៅចង់បង្ខំឲ្យពួកយើងស្លាប់មែនទេបងថ្លៃហេតុអ្វីបងធ្វើបាបបងប្រុសខ្ញុំយ៉ាងនេះគាត់ជាឪពុកបង្កើតរបស់យ៉ាងណាឪពុកបង្កើតម្នាក់ដែលនៅខាងក្រៅពិភាក្សាជាមួយស្រីផ្សេងពីរបៀបផ្ទេរទ្រព្យសម្បត្តិប្រពន្ធរួចធាក់ប្រពន្ធកូនចេញមិនសមធ្វើជាឪពុកទេនោះក៏ដោយសារតែឯងបង្ខំដែរបើឯងមិនចេះតែគិតគូររឿងលុយកាក់ជាមួយគាត់រាល់ថ្ងៃគាត់ទៅរកអ្នកលួងលោមនៅខាងក្រៅមែនទេនិយាយរួមគឺមកពីកំហុសឯងទាំងអស់ត្រូវហើយគឺមកពីកំហុសបងនឹងឯងបើបងនៅតែល្អដូចពីមុនបងប្រុសខ្ញុំមិនខ្លាចជាបែបនេះទេបិទមាត់មនុស្សស៊ីបាយបោកឆ្នាំងបិទមាត់ទៅ
អាឡូជំរាបសួរខ្ញុំចង់ប្តឹងប៉ូលីសអាសយដ្ឋានគឺបូរីសុភមង្គលអាគារ19បន្ទប់5103មានមនុស្សកំពុងជេរប្រមាថនិងគំរាមកំហែងដល់អាយុជីវិតខ្ញុំនៅក្នុងផ្ទះរបស់ខ្ញុំមានអារម្មណ៍ថាសុវត្ថិភាពផ្ទាល់ខ្លួនរបស់ខ្ញុំកំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរឯងប្តឹងប៉ូលីសត្រូវហើយប៉ូលីសនឹងមកដល់ភ្លាមនេះពួកឯងអាចប្រាប់ប៉ូលីសបានថាតើខ្ញុំបង្ខំពួកឯងយ៉ាងម៉េចខ្លះគុំអីបងថ្លៃមានរឿងអីសន្សឹមនិយាយគ្នាពួកយើងជាគ្រួសារតែមួយតើអ្នកណាជាគ្រួសារតែមួយជាមួយពួកឯងទោះបីជាមានទំនាស់ក្នុងគ្រួសារក៏មិនអាចប្រើហិង្សាឬគំរាមកំហែងជេរប្រមាថបានដែរបើមានលើកក្រោយទៀតមិនមែនត្រឹមតែការព្រមានផ្ទាល់មាត់សាមញ្ញបែបនេះទេកិច្ចព្រមព្រៀងចុះហត្ថលេខាឬអត់ខ្ញុំមិនចុះហត្ថលេខទេទោះស្លាប់ក៏ខ្ញុំមិនចុះហត្ថលេខាដែរអ្នកមីងមិននៅមានកូនស្រីម្នាក់ទៀតទេអីឲ្យនាងរកប្តីចូលស្ដីដណ្ដឹងទៅហើយកូនដែលកើតមកយកត្រកូលតាមអ្នកមីងទៅជាការស្រេចហើយខ្ញុំគ្មានផ្លូវឲ្យកូនស្រីខ្ញុំរកប្តីចូលស្ដីដណ្ដឹងទេចុះវាពាក់ព័ន្ធអីនឹងខ្ញុំសៀវហឺឯងកើតកូនម្នាក់ទៀតទៅកើតកូនម្នាក់ទៀតឲ្យយកត្រកូលស៊ូតាមពួកយើងនឹងមិនចែកលុយគ្នាចាយទៀតទេលុយទាំងអស់ឲ្យឯងទាំងអស់យកព្រមទេម៉ែគិតថាកូនប្រុសរបស់ម៉ែក្នុងស្ថានភាពបច្ចុប្បន្ននេះនៅមានសមត្ថភាពបង្កើតកូនទៀតទេទោះបីជាគាត់អាចក៏ខ្ញុំមិនព្រមដែរស៊ូជីអានខ្ញុំរាប់ដល់3បើលោកមិនចុះហត្ថលេខាទេខ្ញុំនឹងទូរស័ព្ទទៅមេធាវីរបស់ខ្ញុំឥឡូវនេះដើម្បីចាប់ផ្ដើមនីតិវិធីបណ្ដឹង1ជីអានកុំចុះហត្ថលេខាឲ្យសោះ2ល្អណាស់ស្អែកម៉ោង9ព្រឹកជួបគ្នានៅការិយាល័យចុះសម្បត្តិអាពាហ៍ពិពាហ៍ឯកសាររួចរាល់ហើយខ្ញុំមានសេរីភាពហើយទោះជាមនុស្សម្នាក់ដែលបានដើរយ៉ាងឆ្ងាយជាមួយខ្នោះច្រវាក់ទីបំផុតបានទម្លាក់រាល់បន្ទុកធ្ងន់ទាំងអស់ចុះជាងហឺតើផ្ទះពិតជាមិនអាចឲ្យខ្ញុំមែនទេយ៉ាងហោចណាស់ខ្ញុំត្រូវការកន្លែងស្នាក់នៅមួយកន្លែងមិនបានទេនោះជាផ្ទះរបស់ខ្ញុំចុះចំពោះក្រុមហ៊ុនវិញតើអូនអាចគុំយករបស់ទាំងនោះឲ្យតែលោកនិងក្រុមគ្រួសារលោកមិនមកបៀតបៀនខ្ញុំនិងយ៉ាងទៀតរបស់ទាំងនោះនឹងរលាយបាត់នៅក្នុង hard drive របស់ខ្ញុំជារៀងរហូតបើមិនដូច្នោះទេខ្ញុំមិនធានាថាវានឹងមិនលេចឡើងនៅក្នុងប្រអប់សម្បត្តិរបស់មេថៅកែរបស់លោកនោះទេមិនអីទេប្រកាសជាមិនទៅទេជាងគ្មានការងារធ្វើស្រវឹងស្រានិងមានទំនោរហិង្សាក្នុងគ្រួសារចាំងឡានគ្មានប្រាក់ចំណូលមានលំនឹងគំនិតជ្រុលនិយមស៊ូលីទំនេរគ្មានការងារធ្វើជាមនុស្សមិនចេះធំម្នាក់តើពួកឯងមានអ្វីមកដណ្ដើមសិទ្ធិចិញ្ចឹមកូនជាមួយខ្ញុំយកអាផ្ទះចាស់តូចចង្អៀតទំហំ50ម៉ែត្រការ៉េរបស់ពួកឯងនឹងហេះឬមួយក៏យកប្រាក់សោធននិវត្តន៍2000យន់របស់ចាំងឡានឯងកុំអួតពេកពួកយើងមានវិធីច្រើនណាស់យ៉ាងច្រើនបំផុតគឺឡើងតុលាការចៅក្រមនឹងកាត់សេចក្តីឲ្យកូនទៅខាងឪពុកមិនខានមែនណាហេអីចឹងពួកយើងជួបគ្នានៅតុលាការទៅខ្ញុំចង់ដឹងណាស់ថាបន្ទាប់ពីចៅក្រមបានឃើញផុសតាងនៃការលួចមានស្រីរបស់ស៊ូជីអានក្នុងពេលអាពាហ៍ពិពាហ៍ស្ដាប់សំឡេងថតដែលគេរៀបចំផែនការលួចលាក់ប្រឆាំងនឹងខ្ញុំហើយប្រៀបធៀបស្ថានភាពសេដ្ឋកិច្ចនិងបរិស្ថានរស់នៅរបស់ពួកយើងទាំងសងខាងរួចហើយតើចៅក្រមនឹងកាត់សេចក្តីឲ្យកូនទៅអ្នកណាតើឯងប្រកាសទេថាចង់ឈានដល់ជំហាននោះអាលីឯងកុំនិយាយទៀតអីយ៉ាងពួកយើងត្រឡប់ទៅផ្ទះវិញទៅជាងហឺឯងចាំបន្តិចសិននេះជាប្រាក់ឧបត្ថម្ភកូនសម្រាប់ខែនេះខ្ញុំដឹងថាវាមិនច្រើនទេគឺមានតែ500ប៉ុណ្ណោះចាំខ្ញុំរកការងារបានខ្ញុំនឹងសងបន្ថែមឲ្យឯងវិញមិនបាច់ទេកិច្ចព្រមព្រៀងលែងលះបានសរសេរហើយឯងមិនបាច់បង់ប្រាក់ឧបត្ថម្ភកូនឡើយខ្ញុំអាចចិញ្ចឹមកូនប្រុសរបស់ខ្ញុំរស់ខ្ញុំមិនមែនអាណិតគេទេខ្ញុំគ្រាន់តែមិនចង់មានការពាក់ព័ន្ធអ្វីជាមួយគេទៀតឡើយចៅវាយនៅខាងក្រោមមានមនុស្សមករកអ្នកចង្អុលចំឈ្មោះតែម្ដងថែមទាំងកាន់ផ្ដាទៀតផងខ្ញុំទៅមើលបន្តិចគឺនាងនឹងហើយគឺស្រីម្នាក់នឹងហើយគឺនាងដណ្ដើមមិត្តប្រុសខ្ញុំថែមទាំងយកលុយទៅបង្ខំឲ្យពួកយើងបែកគ្នាទៀតឥឡូវថែមទាំងមកប្តឹងមុនចោទថាខ្ញុំជាស្រីលួចលាក់ទៀតកញ្ញាបាយអាចញ៉ាំផ្ដេសផ្ដាស់បានតែសម្ដីមិនអាចនិយាយផ្ដេសផ្ដាស់ទេខ្ញុំនិយាយផ្ដេសផ្ដាស់គឺស៊ូជីអានប្រាប់ខ្ញុំផ្ទាល់ថានាងយកលុយបង្ខំឲ្យគេនៅជាមួយនាងថានាងជាជនទី3ដែលមិនហ៊ានចេញមុខនាងសុកចិត្តជឿពាក្យកុហកទាំងនេះព្រោះក្នុងសេណារីយ៉ូនេះនាងមិនមែនជាស្រីលួចលាក់ទេតែជាតួឯកស្រីដ៏កំសត់មើលទៅសំរុំណាស់តាមពិតជាស្រីលួចលាក់សោះមានលុយអស្ចារ្យណាស់មែនទេអាចដណ្ដើមមិត្តប្រុសគេស្រេចតែចិត្ត
ពិតជាមិនស្គាល់ខ្មាស់មែនអ្នករាល់គ្នាជួយរកយុត្តិធម៌ឲ្យខ្ញុំផងខ្ញុំនឹងជាអានស្រឡាញ់គ្នាពិតមែនគឺដោយសារតែស្រីម្នាក់នេះមានលុយស្អុយបន្តិចបន្តួចក៏មកបំបែកបំបាក់ពួកយើងទាំងរស់តើច្បាប់ស៊ូករៀននៅឯណាខ្ញុំចប់ហើយឬនៅដល់វេនខ្ញុំម្ដងហើយកញ្ញាប៉ៃនាងថានាងជាជនរងគ្រោះនាងថាស៊ូជីអានត្រូវបានខ្ញុំយកលុយទៅទិញទឹកចិត្តអញ្ចឹងសូមជួយពន្យល់បន្តិចមើលនៅក្នុងវីដេអូនេះអ្នកដែលទទួលលុយគឺជានរណាហើយអ្នកដែលមកលួងលោមយកចិត្តទុកដាក់នោះគឺជានរណាមិនមែនបែបនេះទេគឺស្រីម្នាក់នោះដែលលបួងខ្ញុំអ្នកដែលខ្ញុំស្រឡាញ់គឺអូនម្នាក់គត់ឯងនិយាយឡើងវែងឆ្ងាយតាមពិតនាងទេតើជាស្រីលួចលាក់ខ្លួនឯងជាស្រីលួចលាក់ហើយនៅហ៊ានមកស្រែកចោទគេទៀតពិតជាក្រាស់មុខមែនប្រហែលជាត្រូវខាងប្រុសទាត់ចោលហើយទើបមកបង្កការរំខានបែបនេះពិតមែនហើយតើកញ្ញាប៉ៃនេះជាការបង្ខូចកេរ្តិ៍ឈ្មោះមេធាវីខ្ញុំនឹងតាក់ទងទៅនាងប៉ៃលូមនុស្សដែលចេះតែប្រើល្បិចថោកទាបដូចជានាងមិនស័ក្តិសមធ្វើជាគូប្រជែងខ្ញុំទេលោកស៊ូកាលពីមុនលោកពិតជាមានបទពិសោធន៍គ្រប់គ្រងមែនទេបាទខ្ញុំធ្លាប់ធ្វើជាប្រធានផ្នែកបទពិសោធន៍គម្រោងក៏មានច្រើនដែរឲ្យតែផ្ដល់ឱកាសឲ្យខ្ញុំច្បាស់ជាធ្វើបានល្អសុំទោសលោកស៊ូខាងយើងយល់ថាមិនសូវសមស្របទេហេតុអ្វីសមត្ថភាពខ្ញុំគ្មានបញ្ហាទេសុំទោសផងតើនាងមិនបាននិយាយថានឹងនៅក្បែរខ្ញុំរហូតទេអីមិនមែនថាក្នុងโลกនេះមានតែនាងទេដែលយល់ពីខ្ញុំតាមពិតទៅពេលគ្មានលុយគ្មាននរណាម្នាក់យល់ពីខ្ញុំទេឯងជាមនុស្សឥតប្រយោជន៍សូម្បីតែការងារក៏រកមិនបានតើឲ្យខ្ញុំសង្ឃឹមលើឯងដើម្បីចិញ្ចឹមជីវិតយ៉ាងម៉េចទៅម៉ែយ៉ាងម៉េចហើយម៉ែសាច់ញាតិសូមទៅបង់ថ្លៃព្យាបាលមុនលោកលុយក្នុងកាតមិនគ្រប់គ្រាន់ទេបងមិនមែនទៅតែបាន 30,000 ទេអីលុយនៅឯណាខ្ញុំត្រូវបានគេបណ្ដេញចេញហើយចុះទៅថ្ងៃមុខពួកយើងគួរធ្វើរឿងយ៉ាងម៉េចទៅឡើងមានគេតម្រង់ជួចាំនៅពីក្រោយទៀតណាសុំទោសបើមិនចេះត្រូវរៀនគ្មាននរណាមកតាមចិត្តឯងទេយំក៏គ្មានប្រយោជន៍ដែរធ្វើមិនកើតក៏ចេញទៅខ្ញុំដឹងហើយកាលពីមុនបងថ្លៃស្រីធ្វើម្ហូបបោកខោអាវនិងមើលថែកូនរាល់ថ្ងៃខ្ញុំថែមទាំងគិតថាគាត់ទំនេរគ្មានការងារធ្វើទៀតផងទើបដឹងថាកន្លងមកគាត់តែងតែត្រូវបានគេបង្ខំនឹងស្ដីបន្ទោសវាពិតជាពិបាកចិត្តខ្លាំងណាស់គិបលុយសួស្ដីចូលមកជួយអូសលឿនឡើងទំនិញមួយឡូតនេះថ្ងៃនេះត្រូវតែផ្ញើចេញឲ្យអស់មើលស្អីនឹងការងារបន្តិចបន្តួចប៉ុណ្ណឹងក៏ធ្វើមិនកើតដែរសុំទោសបាទខ្ញុំនឹងប្រមូលទុកដាក់ភ្លាមយកថង់សម្រាមដំបងនេះទៅខាងក្រោមផងទើបដឹងថាកាលពីមុនគាត់ហត់នឿយបែបនេះរាល់ថ្ងៃភាំងរកស្អីនឹងលឿនឡើងនេះគឺកូននឹងម៉ាក់និយាយថាផ្ទះគឺជាកន្លែងដែលធ្វើឲ្យយើងមានអារម្មណ៍កក់ក្ដៅហេតុនេះហើយបានជាកូនគូរូបព្រះអាទិត្យយ៉ាងនិយាយបានល្អណាស់គេឆ្លាតណាស់ហើយក៏មានអារម្មណ៍សុវត្ថិភាពខ្លាំងណាស់ដែរម៉ាក់លោកគ្រូសើកូនហើយម៉ាក់បានឬហើយកូនពិតជាពូកែខ្លាំងណាស់
ម៉ាក់ទៅថ្ងៃមុខកូននឹងក្លាយជាមនុស្សពូកែដូចម៉ាក់ដែរ កូនគ្រាន់តែធ្វើខ្លួនឯងគឺល្អណាស់ទៅហើយអ្វីដែលធ្វើឲ្យប៉ះពាល់ដល់កូនពិតប្រាកដមិនមែនជាការបែកបាក់គ្នារបស់ឪពុកម្ដាយនោះទេប៉ុន្តែវាជាផ្ទះដែលមានភាពសុខដុមរមនាคล้ายៗតែជាក់ស្ដែងបែរជាមានភាពតានតឹងនិងថប់ដង្ហើមទៅវិញជាងហឺ មានការអីមែនទេ ខ្ញុំគ្រាន់តែចង់សួរថាហេតុអ្វីបានជាការនោះអ្នកយល់ព្រមចែកគ្នាចេញម្នាក់ពាក់កណ្ដាលបើការនោះអ្នកយំអង្វរខ្ញុំបើអ្នកធ្វើដូចពីមុនតើយើងមិនដើរដល់ផ្លូវមួយនេះនៅថ្ងៃនេះទេមែនទេ ស៊ូជីអានអ្នកយល់ច្រឡំរឿងមួយហើយមិនមែនដោយសារតែការចែកគ្នាចេញម្នាក់ពាក់កណ្ដាលទើបយើងដើរដល់ផ្លូវនេះនៅថ្ងៃនេះទេគឺដោយសារតែពួកអ្នកមិនដែលគោរពខ្ញុំតតែសោះទើបនាំឲ្យមានអ្វីគ្រប់យ៉ាងនៅថ្ងៃនេះការចែកគ្នាចេញម្នាក់ពាក់កណ្ដាលមិនមែនជាមូលហេតុទេតែវាជាលទ្ធផលវាគ្រាន់តែជាការសាកល្បងមួយប៉ុណ្ណោះសាកល្បងឲ្យឃើញពីភាពអាត្មានិយមភាពលោភលន់និងភាពគំរោះគំរើយនៅក្នុងចម្លើយចិត្តរបស់ពួកអ្នកវាក៏ជាកាំបិតវះកាត់មួយដែរតែផ្ដល់ឱកាសឲ្យខ្ញុំកាត់ដុំសាច់មហារីកដែលដុះលើខ្លួនខ្ញុំនេះចោលឲ្យដាច់ស្រឡះខ្ញុំពិតជាស្ដាយក្រោយណាស់ជាងហឺខ្ញុំពិតជាស្ដាយក្រោយណាស់ស្ដាយក្រោយស៊ូជីអានអ្វីដែលអ្នកស្ដាយក្រោយមិនមែនដោយសារអ្នកមិនគួរធ្វើបែបនោះដាក់ខ្ញុំទេអ្វីដែលអ្នកស្ដាយក្រោយគឺអ្នកគ្រាន់តែនឹកស្មានមិនដល់ថាខ្ញុំមានលុយជាងអ្នកទៅវិញ5ឆ្នាំមុនគាត់ចង្អុលទៅកាន់ពន្លឺភ្លើងទាំងនេះហើយនិយាយថាចង់ឲ្យខ្ញុំរស់នៅក្នុងជីវិតដ៏ល្អប្រសើរជីវិតដ៏ល្អប្រសើរពិតប្រាកដមិនដែលបានមកពីអ្នកដទៃផ្ដល់ឲ្យនោះទេគឺបានមកពីការស្វែងរកដោយខ្លួនឯងប្រធានជាងត្រេកអរផងបន្ទាប់ពីការទិញយកក្រុមហ៊ុននេះបានបញ្ចប់រួចរាល់វិសាលភាពអាជីវកម្មរបស់យើងនឹងកើនឡើងទ្វេដងហត់នឿយហើយអ្នកទាំងអស់គ្នាម៉ាក់ថ្ងៃនេះនៅសាលាសប្បាយទេកូនសប្បាយណាស់លោកគ្រូថែមទាំងសរសើរកូនទៀតផងពូកែណាស់កូនខ្ញុំហត់ចង់ងាប់ហើយអ្នកណាមិនហត់បងប្រុសឯងមិនទាន់មកវិញផងម៉ាក់ស្អែកនេះអាចគុំញ៉ាំមីកញ្ចប់ទៀតបានទេនៅថ្ងៃបើកទ្វារសាលាខ្ញុំបានជួបគាត់ម្ដងទៀតម៉ាក់មនុស្សអំបាញ់មិញនោះជាអ្នកណាទៅជាពូដែលស្គាល់គ្នាម្នាក់ម៉ាក់ល្ងាចនេះញ៉ាំអីទៅជាអាហារពេលល្ងាចដ៏ធំដែលកូនចូលចិត្តបំផុតដើម្បីអបអរសាទរជីវិតថ្មីរបស់យើង